ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលដំណាំសណ្ដែកបាទបងប្អូនបាទដាំតាមបែបបុរាណបងប្អូននេះគឺសណ្ដែកដាំបានរយៈពេលកន្លះខែហើយបងប្អូនបាទប្រវែងដើមមកវាគឺបាទប្រហែលជាបាន2 តឹកទៅ 3 តឹកហើយបងប្អូនហេបងប្អូនហើយឃើញថាដុះល្អមែនទែនមានបាត់មកដើមទេបងប្អូននេះហេបានដាក់ទ្រឹងដាក់អីអស់ហើយបាទតែដាក់ទ្រឹងនេះដាក់តាមបែបធម្មជាតិបងប្អូនបាទនេះឃើញទេសណ្ដែកនេះប្រហែលរោងប្រហែលជា17 រោងបងប្អូនបាទហើយខ្ញុំសង្ឃឹមថាបានផលច្រើនបងប្អូនបាទបោះអោបោះខ្ញុំគិតបានដាំបានធ្វើហើយបងប្អូនបាទចាំមើលលទ្ធផលផ្លែវាមិនដែរបងប្អូនឃើញទេឃើញថាដំណាំនេះល្អមែនទែនបងប្អូនឡើយមើលខ្ញុំមើលបណ្ដោយរោងមកមើលចាលុងយើងនឹងឲ្យចៅរោងហេបងប្អូននេះឃើញទេខ្ញុំដាំឃើញល្អហ៎សណ្ដែកលោកពុកបាទអុយធ្វើរៀងរោហេឃើញទេឃើញទេចាអូនេះគេច្រើនទេឥឡូវមើលទាំងអស់គ្នាអាយុទៅបានកន្លះខែទេបងប្អូននេះឃើញទេអានេះរោងខ្លីៗ2 រោងបងប្អូនមើលបានហើយឃើញថាដើមវាឆ្លោះមានបងប្អូនអត់មានបាត់មិនលុងទេនេះឃើញទេឮសំឡេងអ្នករ៉ាយរ៉ាប់អត់នេះមើលខ្ញុំគ្រាន់តែដើរថតទេនេះបងប្អូននេះឃើញទេអើយសង្ឃឹមថាបានលទ្ធផលច្រើនណាស់បងប្អូននេះឃើញដើមប៉ុណ្ណេះហើយมันតិចជាង30 40 50 គីឡូទេបេះម្ដងនោះ